បាទសូមគោរពជំរាបសួរចំពោះពុកម៉ែបងប្អូនកូនក្មួយនិងប្រិយមិត្តលោកអ្នកចូលរួមតាមដានស្ដាប់ទាំងអស់ជាទីគោរពរាប់អានមុននឹងចាប់ផ្ដើមនៅវេទិកានៃកិច្ចសន្ទនាពិសេសជាមួយនឹងវាគ្មិនកតញ្ញុរបស់យើងក្នុងពេលបន្តិចទៀតនេះខ្ញុំបកណាខ្ញុំបាទសូមឆ្លៀតឱកាសណែនាំខ្លួនបន្តិចសិនខ្ញុំបកណាខ្ញុំបាទឈ្មោះវុធាជាអ្នកសម្របសម្រួលឲ្យអង្គការស៊ីសាសូមគោរពជំរាបជូនថាអង្គការស៊ីសាគឺមានឈ្មោះពេញថា Science of Inner Cell Awaken ដែលមានន័យជាភាសាខ្មែរថាវិទ្យាសាស្ត្រនៃការភ្ញាក់បានស្គាល់ការពិតក្នុងខ្លួនស៊ីសាគឺជាអង្គការសមាធិដែលបានបង្កើតឡើងស្របច្បាប់សម្រាប់មនុស្សគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ជាតិសាសន៍ទាំងអស់បានមកចូលសិក្សារៀនសូត្រនៅចំណេះដឹងអំពីការពិតក្នុងខ្លួននិងទទួលបាននៅបទពិសោធន៍ដែលពាក់ព័ន្ធទៅនឹងសុខុមាលភាពផ្លូវចិត្តទាំងស្រុងអង្គការស៊ីសាគឺផ្ដោតសំខាន់ទៅលើការចូលមកស្គាល់ខ្លួនឯងតាមបែបវិទ្យាសាស្ត្រសមាធិដើម្បីទទួលបាននៅមូលដ្ឋានគ្រឹះដែលអាចនាំឲ្យមានការពង្រីកនៅបញ្ញាញាណពង្រឹងស្មារតីបង្កើនធនធានមនុស្សដែលប្រកបដោយគុណភាពជាពិសេសដើម្បីទទួលបាននៅសុខុមាលភាពផ្លូវចិត្តសម្រាប់បុគ្គលខ្លួនឯងសង្គមគ្រួសារសង្គមជាតិក៏ដូចជាពិភពលោកទាំងមូលដូច្នេះជាបន្តទៅទៀតនេះយើងមានលោកគ្រូសារគុណបាទជាសួរលោកគ្រូលោកជាវាគ្មិនកិត្តិយសដែលអញ្ជើញមកកាន់កម្មវិធីយើងហើយលោកគឺជាសិស្សគុណរបស់លោកគ្រូសក្ខីភគវ័នអញ្ចឹងមុននឹងចាប់ផ្ដើមកម្មវិធីលោកគ្រូចូលដល់ប្រធានបទរបស់យើងខ្ញុំចង់សាកសួរលោកគ្រូខ្លះមានសំណួរខ្លះតកតងនឹងកិច្ចប្រតិបត្តិរបស់លោកគ្រូនៅក្នុងសំណាក់របស់លោកគ្រូសក្ខីភគវ័នព្រោះមួយរយៈចុងក្រោយនេះតាម social media ឬអត់មានឃើញវីដេអូឬឃើញសកម្មភាពអីផ្សេងអញ្ចឹងណាលោកគ្រូតើមានបញ្ហាអីអត់លោកគ្រូខ្ញុំសូមគោរពប្រិយមិត្តទាំងអស់ដែលបានទស្សនាទៅតាមកម្មវិធីដែលអង្គការបានរៀបចំឡើងនេះហើយខ្ញុំបាទនេះគឺឈ្មោះបញ្ញត្តិថាសារគុណហើយជាសិស្សនៅក្នុងសំណាក់ជាសិស្សគណៈនៅក្នុងសំណាក់លោកគ្រូសក្ខីភគវ័នជាទីគោរពសក្ការៈអំពីខ្ញុំការពិតទៅដូចសំណួរខាងប្អូនតំណាងខាងអង្គការអញ្ចឹងថាមួយរយៈក្រោយនេះគឺឃើញមានការស្ងាត់នៅក្នុង social media ហើយมันបានផ្សព្វផ្សាយនៅក្នុង social media ប៉ុន្តែខ្ញុំគ្រាន់តែសូមបញ្ជាក់ថាអត់មានបញ្ហាអីទេពិសេសគឺមួយរយៈចុងក្រោយនេះគឺលោកគ្រូសក្ខីភគវ័នលោករវល់ខ្លាំងពិសេសគឺការងារតាក់ទងជាមួយនឹងកសិដ្ឋានលោកគ្រូគាត់មានទឹកចិត្តនៅក្នុងការជួយជនចំណាក់ស្រុកមួយចំនួនផងដូចយើងបានឃើញស្រាប់ហើយថាជនចំណាក់ស្រុកដែលបានត្រឡប់មកប្រទេសយើងនេះមានចំនួនច្រើនអញ្ចឹងលោកដើម្បីចូលរួមជាមួយនឹងរដ្ឋាភិបាលលោកក៏បង្កើតកសិដ្ឋានមួយទីមួយគឺលោករកការងារឲ្យទៅសម្រួលឲ្យទៅជនចំណាក់ស្រុកហើយនឹងបងប្អូនដែលនៅក្នុងភូមិឃុំស្រុកហ្នឹងដែលលោកអត់មានការងារហ្នឹងហើយបង្កើនជីវភាពគាត់បាទហើយមួយចំនួនទៀតហ្នឹងគឺថាតាក់ទងនឹងប្រទេសជិតខាងយើងកន្លងមកនេះគឺថាផលិតផលដែលផ្គត់ផ្គង់នៅក្នុងស្រុកហ្នឹងគឺអត់គ្រប់គ្រាន់ហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គីមីអីផ្សេងដែលបណ្ដាញសង្គមលោកច្រើនតែនិយាយថាដឹងថាហូបអីចឹងអញ្ចឹងលោកគ្រូលោកចង់បង្កើតផលិតផលមួយដែលមិនមានការប្រើប្រាស់គីមីទេហើយលោកបានមួយទៀតគឺកាត់បន្ថយការនាំចូលពីក្រៅប្រទេសយើងបានន័យថាយើងមកស្រឡាញ់ផលិតផលក្នុងស្រុកយើងហើយប្រកបដោយគុណភាពមានសុខភាពល្អហើយនេះជាទឹកចិត្តលោកហើយមួយរយៈនឹងដែរដោយសារតែលោករវល់នៅក្នុងកិច្ចការ
ជាលក្ខណៈកសិដ្ឋានជាលក្ខណៈសេដ្ឋកិច្ចហ្នឹងលោកអត់បានធ្វើជាមាតិកាបានមាតិកាផ្សេងទេតែអាសកម្មភាពជួបជុំការប្រជុំអីរៀនសូត្រអីជាមួយលោកគ្រូហ្នឹងនៅដំណើរការធម្មតាឬក៏ឈប់ហើយលោកគ្រូបាទនេះដែរខ្ញុំគ្រាន់តែសូមជម្រាបជូនទៅសាធារណជនក៏ដូចជាខាងអង្គការដែរការសិក្សារបស់ខាងសមាគមពីមុនយើងហៅសមាគមសក្ខីភគវ័នហើយបានបិទជាផ្លូវការដូចដែលខាងបងប្អូនបានសួរអញ្ចឹងគឺថាយើងមិនបានមិនគោរពបទបញ្ជារបស់រដ្ឋាភិបាលនៅក្នុងការបិទសមាគមនេះទេប៉ុន្តែខ្ញុំគ្រាន់តែសូមជម្រាបអញ្ចេះផងថាយើងដែលមកសិក្សានេះគឺថាវាមុននឹងកើតសមាគមវាជារឿងដែលតាក់ទងជាមួយនឹងការងារផ្ទាល់ខ្លួនអញ្ចឹងការសិក្សានេះគឺពីសំណាក់សិស្សនេះគឺថាសិស្សផ្ទាល់ខ្លួនលោកមករៀនជាធម្មតាឯចំណែកសមាគមដែលបានបើកកន្លងមកហ្នឹងគឺដើម្បីផ្សព្វផ្សាយប៉ុន្តែការសិក្សាដែលចេញពីសំណាក់ហ្នឹងគឺយើងមិនបានមកសិក្សាក្នុងនាមជាសមាគមនោះទេគឺថាធ្វើឲ្យមនុស្សខ្លះមានការយល់ច្រឡំថាការសិក្សាហ្នឹងគឺសិក្សាពីសមាគមការសិក្សារបស់យើងគឺសិក្សាពីសំណាក់របស់លោកគ្រូសក្ខីភគវ័នចុះបើអត់បានជួបជុំជាលក្ខណៈសមាគមលោកគ្រូជួបជុំមិនតាជាលក្ខណៈអីវិញអញ្ចឹងណាលោកគ្រូជាទូទៅទស្សនៈរបស់មនុស្សថាការសិក្សានេះទាល់តែមានច្បាប់មានទម្លាប់មានការយល់ព្រមពីស្ថាប័នអីដូចថាយើងមានជាអង្គការជាអង្គអីការពិតទៅការបង្កើតអង្គការនេះគឺដើម្បីផ្សព្វផ្សាយជូនសាធារណជនហ្នឹងលោកបានដឹងពីសកម្មភាពមួយដូចដែលអង្គកាសមាគមបាទអញ្ចឹងតួនាទីរបស់សមាគមហ្នឹងគឺទី1ដើម្បីផ្សព្វផ្សាយដើម្បីប៉ុន្តែសំណាក់របស់ខាងយើងអ្នកសិក្សានេះមិនខុសពីសាលារៀនមានហើយលោកគ្រូគាត់ទៅសិក្សាដូចថាយើងបើកក្លឹបយើងបើកការសិក្សាអីអស់នេះគឺជាលក្ខណៈបុគ្គលភាពមួយឬក៏ជាលក្ខណៈគ្រួសារមួយដែលយើងពេញចិត្តយើងទៅរៀនពីលោកហើយអញ្ចឹងទេគឺលោកចំណាយពេលវេលារវាងសិស្សដបងបាន1ទៅ2ទៅដែលលោកស្រឡាញ់ការពិតហ្នឹងគឺថាលោកនៅជាធម្មតាមុនពេលដែលកើតសមាគមក៏សមាជិកគ្រួសារសិស្សគុណហ្នឹងមានជាស្រេចទៅហើយការសិក្សាធម្មតាទេគឺក្នុងច្បាប់មិនមានហាមឃាត់ទេយើងដែលបានបិទកន្លងមកហ្នឹងគឺបិទងារជាសមាគមមិនមែនបិទការសិក្សារបស់ដូចជាខ្ញុំអញ្ចឹងខ្ញុំមានសិទ្ធិបុគ្គលរបស់ខ្ញុំអញ្ចឹងខ្ញុំពេញចិត្តនឹងសំណាក់គ្រូណាខ្ញុំទៅរៀនហើយក្នុងពេលរៀនហ្នឹងខ្ញុំស្រឡាញ់គ្រូ10ខ្ញុំទៅរៀនទាំង10ហើយការសិក្សានេះវាមានទាំងរៀនតាមអនឡាញក៏មានរៀនតាមវីដេអូឃ្លីបរៀនអីគឺថាយើងមានបានទាំងអស់ហើយมันមានជាសិទ្ធិហាមសិទ្ធិបុគ្គលទេពីព្រោះរដ្ឋធម្មនុញ្ញលោកថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិនៅក្នុងជំនឿសាសនាដូច្នេះមិនមែនត្រឹមសាសនាទេគឺបូកជាមួយនឹងវិទ្យាសាស្ត្របូកនឹងអីទៅទៀតអញ្ចឹងធ្វើឲ្យមហាជននឹងអាចយល់ច្រឡំថាបិទសមាគមអីមិនទៅទៀតដូច្នេះជាសិទ្ធិបុគ្គលកាត់ភាសាលោកគ្រូទេលោកគ្រូមានភាសាតាក់ទងទៅនឹងសិទ្ធិបុគ្គលហ្នឹងដោយកាលមានបញ្ហាចម្រូងចម្រាសបិទសមាគមរបស់លោកគ្រូហ្នឹងដូចជាប្រមុខរដ្ឋាភិបាលលោកមានប្រសាសន៍តាក់ទងនឹងសិទ្ធិសេរីភាពបុគ្គលហ្នឹងដែរប៉ុន្តែខ្ញុំចាំមិនច្បាស់លោកគ្រូជួយបញ្ជាក់ថែមបន្តិចមើលយ៉ាងម៉េចការពិតទៅមានទាំងប្រសាសន៍របស់ថ្នាក់ដឹកនាំជាតិដឹកនាំប្រទេសហ្នឹងហើយលោកក្រោមដូចខ្ញុំបាននិយាយចឹងថាវាស្ថិតនៅក្នុងឆ័ត្ររបស់ច្បាប់ពិសេសគឺរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងហ្នឹងអញ្ចឹងគឺថាជាសិទ្ធិរបស់បុគ្គលគឺមានន័យថាលោកអាចចូលរួមគ្រប់សកម្មភាពទាំងអស់ដែលមិនផ្ទុយពីច្បាប់ហើយមិនប៉ះពាល់ដល់សន្តិភាពសាធារណៈរបស់សង្គមដូច្នេះគឺសិទ្ធិពលរដ្ឋហើយពលរដ្ឋនឹងមួយហ្នឹងមានសិទ្ធិនៅក្នុងការសិក្សាស្វែងរកចំណេះដឹងមិនមានការហាមឃាត់ទេមានតែការលើកទឹកចិត្ត
ការពិតទៅគឺជំនឿសាសនានានានេះរាប់បញ្ចូលទាំងការសិក្សាផ្សេងទៀតផងដែរគឺបានន័យថាមានរដ្ឋធម្មនុញ្ញមួយជាឆាត់អញ្ចឹងជាសេរីភាពនៅក្នុងជំនឿសាសនានេះគឺរាជាណាចក្រកម្ពុជាហ្នឹងគឺបានមានរដ្ឋធម្មនុញ្ញមួយការពារគឺថាជនណាក៏ដោយក៏អាចជឿជំនឿសាសនាតាមដែលអ្វីដែលខ្លួនពេញចិត្តខ្លួនយល់ឃើញអញ្ចឹងនេះជាឆាត់មួយដែលល្អមែនតែនហើយមួយទៀតដែរដែលខ្ញុំសូមជម្រាបជូនខាងតំណាងអង្គការហើយនឹងបងប្អូនទស្សនិកជនទាំងអស់ដែរថាបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ដេចប្រមុខរដ្ឋាភិបាលលោកបានមានប្រសាសន៍ថាឲ្យមានការឯកភាពនិងមានការគោរពគ្នាក្នុងជំនឿសាសនាមិនថាសាសនាណាក៏ដោយសុទ្ធតែមានការបកស្រាយខុសៗគ្នាដូច្នេះកុំឲ្យមានការប្រកាន់តឹងពេកសូម្បីតែសាសនាតែមួយហ្នឹងក៏បែងចែកជានិកាយផ្សេងគ្នាហើយមានការបកស្រាយហ្នឹងក៏ខុសគ្នាដែរមាននៅក្នុងពុទ្ធសាសនាយើងមានមហាយានមានហន្តយានឬក៏យើងហៅថេរវាទហ្នឹងហើយមានខាងវជ្ជរយានដែលយើងឃើញថានៅកាន់នៅមាននៅខាងទីបេហើយនៅខាងម៉ុងហ្គលីបាទខាងម៉ុងហ្គលីហ្នឹងគឺតាក់ទងអញ្ចឹងការបកស្រាយរបស់ពួកគាត់ហ្នឹងបើយើងប្រកាន់ទៅក្នុងផ្នែកមួយដាច់ខាតហ្នឹងគឺនឹងមានទំនាស់គ្នាហើយអរគុណហើយខាងអង្គការបានមកសួរត្រង់ចំណុចនៃការធ្វើឲ្យដែលមហាជនកន្លងមកលោកមានចំណាប់អារម្មណ៍ទាំងការស្លៀកពាក់ទាំងការបដិបត្តិប៉ុន្តែបើសិនជាពួកគាត់ទាំងអស់ហ្នឹងបានមកឃើញមកជួបផ្ទាល់ដោយខាងអង្គការអញ្ចឹងណាហើយសឹងតែមិនបាច់បកស្រាយអីទេគឺនឹងឃើញពីខ្លឹមនៅខាងក្នុងប៉ុន្តែរូបភាពនៅខាងក្រៅនេះគឺមានលក្ខណៈឃើញថាដូចជាប្លែកមើលទៅពីមុនមកហ្នឹងកាលសមាគមឃើញមានឈៀងពណ៌ក្រហមការពិតមិនមែនជាស្បង់ជាពណ៌អីទេពីមុនមកណាគឺថាមិនមែនជាស្បង់ជាពណ៌អីទេការពិតជាកន្សែងដែលពណ៌ហ្នឹងហើយយើងបូជាចំពោះព្រះពុទ្ធអង្គមុនជាសាស្តាអង្គមុនហ្នឹងហើយគ្រាន់តែស្រឡាញ់ហ្នឹងក៏យកមកពាក់ប៉ុន្តែមហាជនលោកយល់ច្រឡំអញ្ចឹងពួកយើងក៏លែងមានតទៅទៀតចង់ឲ្យមានការសិក្សាអង្គុយពិនិត្យមើលខ្លួនឯងហើយសម្លៀកបំពាក់បែបនេះគឺនិយាយឲ្យចំស្រួលអង្គុយនិយាយប្រាប់ត្រង់ទៅនេះខោក៏ទន់ហើយចកេះនឹងក៏ស្រួលអង្គុយក្នុងការអង្គុយអញ្ចឹងវាអត់មានបដិខៈថ្នាំងថ្នាក់អីនឹងខាងហ្នឹងហើយពេលដែលយើងដើរទៅសូម្បីតែពណ៌អីហ្នឹងគឺថាយើងនិយាយទៅប្រពៃណីរបស់យើងវាជិះអីពណ៌ខ្មៅអីសទេដែលវាអត់មានអីហើយសូម្បីតែតម្លៃហ្នឹងពណ៌សហ្នឹងក៏វាធូរថ្លៃជាងគេដែរយើងស្លៀកពាក់អីហើយយើងគ្រាន់តែដាក់អីឲ្យលក្ខណៈមកមានន័យថាចង់ឲ្យប្រពៃណីកូនចៅយើងក្នុងគ្រួសារហ្នឹងគាត់មើលទៅគាត់ឃើញថាឪពុកម្ដាយនេះបានបដិបត្តិអញ្ចេះនៅក្នុងសំណាក់មួយហ្នឹងក៏ជាការជ្រើសរើសហើយជ្រើសរើសហ្នឹងគឺមិនមែនទៅលោកគ្រូនឹងអ្នកកំណត់អីដែរគឺពួកខ្ញុំសិស្សហ្នឹងក៏វិភាសាគ្នាថាយើងស្លៀកយ៉ាងម៉េចក៏ស្រួលទៅហើយប៉ុន្តែក៏មិនមែនថាអត់មានការផ្ដល់មតិពីលោកគ្រូដែរលោកគ្រូគាត់ផ្ដល់មតិថាំងបើសិនជាតាមប្រពៃណីខាងផ្សេងហ្នឹងគេស្លៀកពាក់អញ្ចឹងយើងមិនមែនយកតាមអ្នកណាទេពួកអីដូចជាអាវនេះអញ្ចឹងយើងពីដើមមកអាវផាយអាវអីនេះប្រពៃណីយើងតាខ្ញុំកាត់លោកគ្រូទេលោកគ្រូពេលលោកគ្រូបញ្ជាក់រឿងជំនឿអីផ្សេងការមិនប្រកាន់ហើយលោកគ្រូបញ្ជាក់រឿងការស្លៀកពាក់អីខ្ញុំដូចជាចាប់អារម្មណ៍ថាថ្ងៃក្រោយទៅបើកាន់តែរីកដុះដាលធំធាត់ទៅអាចនិវត្តជានិកាយអីថ្មីមួយឬមានគំនិតអីចង់បង្កើតនិកាយអីថ្មីមួយនៅថ្ងៃអនាគតអីយ៉ាងម៉េចលោកគ្រូដោះស្រាយទាំងចម្ងល់របស់អង្គការផងដោះស្រាយទាំងចម្ងល់បងប្អូនមហាជនផងពីព្រោះទាំងអស់នេះគឺជារូបភាពខាងក្រៅអញ្ចឹងរូបភាពខាងក្រៅនេះគឺថាដូចដែលពុទ្ធសាសនាដូចយើងបញ្ជាក់ខាងដើមអញ្ចឹងមានមហាយានមានថេរវាទហិនយានយើងហៅ
diện tội nâng hay nâng kháng sẵn tí bề chẳng dương hơi ta rụp hiếp kháng krau nâng mơ tấu kháng đôi chìa còn tách khlâm nâng kháng khăn nông nâng cứ đầm bây xịt cái đây sốc ngọc mà giang dương hào ta son đã bọn nâng chìa kháng khăn nông ca rồi lút nâu lô phẹ tổ xạ mô hạ đại chỉ tua cái lẻ năng cứ dương luận nâu ạ vì chia toàn há và tiền đôi chân này cô đau kháng khăn nông nâng cứ ọt khô khăn ia tê còn tại rụp hiếp nâu kháng krau ní để mơ tâu còn tại sầm rạp xa thiền nạ chuyên có đôi ông cá cứ tha chia tùm lóp cứ chạp rõm tại kháng krau hay ca bất vụ dương ní miên ca bẩm bay chia ní cai được nhưng anh mình chẹn chân tha ọt miên ní cai sasana ấy đại vụ dương nâng chọn bằng ca tê cứ dương oi đầm lay tại ca bất để đâu không luôn ní đầm bay ruồi chùm đỏ phọt bị cái lẻตอนหาอุปาเตียนแต่ปนเองลูกครูมีภาษาเหงการศึกษาการเปิดขนมครัวในไหมเนี่ยลูกครูยังศึกษาไม่จะให้เวียนเมียนดำหนักกาอย่างไม่อยากการเปิดขนมครัวนั้นบางแต่สนุนนั้นยิ่งเอาจอมตาสนุนต่างอ่อนนี่คือสเตย์สนุนละอ่อนนะให้สนุนแข่งลูกพระโอนนั้นคือไปแจกอัมปีจะน้อยเจริญตีมุ้ยคือทาตาการศึกษานี่เวียนเมียนอัฐประโยชน์ไอ้คลาจังนะเฮ้ยเวียนเมียนประโยชน์ไอ้คลาตัวดอลบองพระองค์ยังได้สลายการปิดนั้นบุกจมูกนังคางองกานังพองได้จังจะน้อยนี่เชื่อจำนวนสำคัญเหมือนเต้นได้ขยมก็จังจุ่มเรียบจูนในสาธารณชนต่างอ้อยบานดังการปิดยังปิดจิตเราการศึกษาได้เอาเมียนกายยลดังเอากันแต่ฉบับโรเวียงคณีหนึ่งคณีจีม้วนตีมุ้ยคือยังเตาสดับเพียซาคณีเอายลเพียซาสำคัญเพียซาเมียนเปคลาตุ่มนัวนี่คือการอ่อมปีเพียซาได้นิยัยคณีตัววินตัวเมาคือจนการเพียซานั่นคือท่าเนะมันเนะกวัดกัดยลในคลัมระบบเพียซานั้นในแย่ดอลเปลคางขยมได้chỉ nè sắc xa mùi chân tóc không sầm nè muối có bị nắng miền này khó bị nắng tây miền này thà bị tại muối nắng đập nè ban bị protein ở này để vô một căn bị nắng cứ ban tam ca sắc xa cả lòn màu chân miền bị khá hạ đôi chỉ bị để cháy để miền sạm đôi cả sầm mày bẹt sầm nè cô đầm lột ban cháy bịเปรียมเมาเมียนไอจังวิปรุไอในยัยเปียนั่งตาในยัยแต่เอาเนี่ยนาสดามมันในยัยแต่เอาเนี่ยได้สดับนั่งให้กอดเมียนตินในคลางจังกาใจเปียนี่เมียนปนท้ายเต้าสดับคนนี้เอายุลถ้าตาเปียนี่ได้จังในยัยปรับนั่งคือในยัยปรับเรื่องไอจังเต้าอดมวนติให้ดักจัดจอนติดังไปสวายยุลปีคนนี้ตัววินตัวเมาจังเวียนในนั่งเมียนในท่าจุ่มเร็วโดยเปียจังเต้าสดับคณีจีปีนิสันจังให้จะน้อยตีปีเทียดด้วยยมจิมเรียบคางบองพระโอนตัวสนิทจะจนได้คือทาเต้าปีนัดแต่เลอคลำซาวิเมียนอัดทันในจุ่มเร็วเมียนในทันในอัดจิกได้นั่งเมียนในอย่างไม่จังเต้าสวายยุลอมปีจะน้อยนั่งให้จะน้อยนี้ไอ้ได้เต้าสดับคณีโดยยมบานจิมเรียบมาดองหาวจังคือทาวิเมียนจุ่มเร็วนั่งใบตีมุ้ยคือทาจุ่มเร็วโดยปีตีปีจุ่มเร็วโดยอัดได้แต่ยลมวยติดcái haoทาจุ่มเร็วโดยบอดปีซาวจังชมปะตอปะไทม์ติดทาในขนมกาเป็นยลโดยอัดได้นี่คือบานในทากรอนแต่เป็นยลจัดกิจระบบยังเนี่ยแต่ในแต่ยังแต่ตัวบานนี่เอาแต่ตัวเนื้ออัดทันในนั่งจีคางคราวเตะปนท้ายมันบานโจลเร็วตัวขนมบอดปีสาวจีคางขนมเตะปนใต้นขนมขันนะเปลได้กับปงแต่ตัวบานในอัฐในโดยยืงยี่เอาจำเต้นี่คือจีกาศึกษามวยโดยได้สลายเรียนโดยจิตได้ได้ยืงบานจังคือทาเปียได้โจม้าโดยยืงวัดศิษย์ตัวเตาจังคือยืงโยตรึสได้ม้ามาเป็นยลต่อเมาปนใต้จิตตัวเตาตรึสได้นั่นคือทายืงบานยลทำโดยแข่งกรมสาจิตสาขมายก็เธอสันเตียนุกรมเมียนในทาจีอัฐในได้เปียนั่งโยตัวปลาปลักขนมปะริบอดเรียงคลุนมวยจังหายปนท้ายมันอาโยปะริบอดนั่ง
យកទៅបញ្យល់ក្នុងន័យមួយទៀតទេឧទាហរណ៍ថាពាក្យថាក្រងការឬក៏អីហ្នឹងគឺខាងយុទ្ធសាស្ត្ររបស់តបគាត់ប្រើន័យផ្សេងខាងសេដ្ឋកិច្ចគាត់ប្រើន័យផ្សេងមានន័យថាអញ្ចឹងការមកស្ដាប់នេះគឺមានន័យថាទាល់តែយល់អំពីជំរឿដោយថាពុទ្ធសាសនាប្រើពាក្យថាបញ្ញាអញ្ចឹងបញ្ញាក្នុងពុទ្ធសាសនាមានន័យថាម៉េចអញ្ចឹងនេះគឺជាការពន្យល់ពាក្យហើយនឹងអធិក្តីប៉ុន្តែមួយទៀតដែលខាងគ្រួសារខាងយើងនេះកំពុងតែហ្នឹងគឺទាំងពីរហ្នឹងគឺថាយើងយកការសិក្សាដូចគ្នាប៉ុន្តែយើងស្រោតទៅរកជំរឿជាបទពិសោធន៍ខាងក្នុងចំណុចបទពិសោធន៍នេះគឺថាយើងពិបាកនៅក្នុងរកពាក្យយកមកប្រើឲ្យត្រូវតាមបទពិសោធន៍ខាងក្នុងអញ្ចឹងឧទាហរណ៍ថាបញ្យល់ពាក្យប្រៃអញ្ចឹងបទពិសោធន៍ប្រៃហ្នឹងហើយទៅសេប្រមាណសភៅក៏មិនដឹងថាប្រៃហ្នឹងមិនដែរប៉ុន្តែបើបានភ្លក់ត្រូវវិញគឺថាសឹងតែមិនបាច់ប្រាប់រកពាក្យមិនបានប៉ុន្តែអ្វីដែលខ្ញុំនៅក្នុងឱកាសនេះដែលខ្ញុំធ្លាប់បានមានបទពិសោធន៍មួយចំនួនទោះបីជាវាមិនស៊ីជម្រៅដល់ថ្នាក់អីក៏ដោយប៉ុន្តែខ្ញុំគ្រាន់តែសូមជូនជាបទពិសោធន៍ខ្លះនៅក្នុងបទពិសោធន៍នេះមាន3ដំណាក់កាលអញ្ចឹងនៅក្នុងពិភពនៅក្នុងខ្លួនរបស់យើងនេះវាត្រូវឆ្លងកាត់3ដំណាក់កាលដំណាក់កាលទី1គឺដំណាក់កាលស្ងាត់ជាដំបូងសិនហើយស្ងាត់នឹងមានលក្ខណៈបែបណាចាំខ្ញុំអធិប្បាយបន្តិចហើយទី2ហ្នឹងគឺពេលដែលវាស្ងាត់ទៅវាទៅធ្លាក់ទៅក្នុងជំរឿមួយទៀតនៃការឃើញយើងហៅថាពាក្យការបានឃើញហើយការបានឃើញហ្នឹងតើបានឃើញអ្វីហើយដំណាក់កាលមួយទៀតបន្ទាប់ពីបានឃើញអាហ្នឹងវាមកជួយអ្វីដែលសំណួរខាងនោះថាតើជួយទៅបងប្អូនយើងជួយខ្លួនឯងជួយសង្គមនឹងបានអ្វីខ្លះហ្នឹងគឺទាល់តែស្ថិតនៅក្នុងដំណាក់កាលទី3ហ្នឹងនឹងឃើញហើយលោកគ្រូបញ្ជាក់រឿងការស្ងាត់មែនបានន័យថាម៉េចស្ងាត់ហ្នឹងបាទចំណុចសំណួរនេះសំខាន់ណាស់តកតងជាមួយនឹងការស្ងាត់នេះបើយើងនិយាយអំពីបទពិសោធន៍ជាប្រពៃណីអញ្ចឹងពាក្យថាស្ងាត់ឬក៏ពាក្យថា silent ឬក៏ពាក្យថាស្ងៀមស្ងាត់ឬក៏ពាក្យថាស្ងប់ស្ងាត់នេះដែលបងប្អូនមហាជនឬក៏ជួនកាលជាសាសនិកដទៃទៀតលោកកាន់យកតាមបែបរបស់លោកហើយនឹងសង្គមក៏មានការកាន់យកដែរដូចជាថាស្ងប់ស្ងាត់ស្រុកអត់មានសង្គ្រាមអញ្ចឹងទៅវាស្ងាត់វាមានសន្តិភាពជាខាងក្រៅមួយទៀតជាការស្ងាត់ហ្នឹងគឺថានៅក្នុងមណ្ឌលនៅក្នុងការសិក្សាមួយចំនួនហ្នឹងគឺគេអត់ចង់ឲ្យមានសម្លេងមានការក្ដុងក្ដាំងធ្វើសកម្មភាពអីដែលវាដូចថាដូចរបៀបទីផ្សារដូចអីចឹងទៅគេក៏ចង់ឲ្យវាស្ងាត់ហ្នឹងគឺថាឲ្យស្ងាត់ឲ្យឈឹងចឹងទៅហើយពេលស្ងាត់ហ្នឹងវាធ្វើឲ្យចិត្តយើងហ្នឹងវាបានសម្រាកវាមិនទៅតោងនេះតោងនោះអីចឹងហើយមួយចំនួនហ្នឹងគឺយើងមួយចំនួនដែលតាក់ទងជាមួយនឹងការធ្វើសមាធិចិត្តការផ្គងចិត្តទៅក្នុងអារម្មណ៍តែមួយហ្នឹងវាធ្វើឲ្យស្ងាត់នឹងដែរមជ្ឈមណ្ឌលឬក៏កន្លែងឬក៏អនុវត្តពីបុរាណមួយចំនួនហ្នឹងគឺគ្រាន់តែស្ងាត់ដើម្បីបានសេចក្តីសុខហើយសេចក្តីសុខដែលនៅក្នុងโลกនេះវាអត់ទៀងទាត់ទេដោយពុទ្ធអង្គលោកបានបញ្ជាក់អញ្ចឹងគឺថាវានៅតែក្នុងអវិជ្ជាវានៅតែក្នុងលោកីនេះដដែលយើងនៅក្នុងពុទ្ធសាសនាក៏មានប្រពៃណីហ្នឹងក៏លោកបានបញ្ជាក់បន្ថែមដែរគឺការស្ងាត់នៅនិវរណធម៌ទាំង5អញ្ចឹងនៅក្នុងនេះគឺថាបើបានស្ងាត់នៅនិវរណធម៌នេះគឺចាត់ទុកថាបានមួយកម្រិតធំប៉ុន្តែនៅក្នុងការស្ងាត់ដែលខាងគ្រួសារខាងលោកគ្រូសក្ខីភវ័ននេះបានបញ្ជាក់ហ្នឹងគឺមិនមែនស្ងាត់ហើយស្ថិតនៅក្នុងโลกនេះវិញទេគឺហុចដៃទៅដល់ការបានឃើញមួយចំណុចនេះជាចំណុចមួយដែលជំរឿហើយត្រូវចូលទៅក្នុងបទពិសោធន៍ដែលធ្លាក់ចូលទៅក្នុងស្ងាត់នោះវាហុចដៃទៅឲ្យការឃើញពិភពលោកដែលយើងកំពុងតែឃើញនេះជាពិភពមួយផ្សេងទៀតមិនដូចចិត្ត
kết đa sổng qua tha bị phục nắng chia bị phục này pe về lia này ti cái lại này sạch bộ cô tua luôn to là tiết tê cứ tàu khơi sen mùi tiết không tủm rung mùi sen tiết hay nè khơi khóc nè mà nè tới mà nè khóc nè giờ mình ca bất đào ti chùm rêu ní bờ dương vậy ở trăm tới vì miền ca khơi muối bồn tái vì ăn miền nè khơi tế cho nói nít si chùm rêu muối đây dương ai chia thiên ở bón này dây nó về cái bàn cho nói muối đại xua thành nè na nè khơi cho nói nít cứ chùm nói đại si chùm rêu nè ca sắc xa bỏ dương tăng bị đào máu cứ thương mấy ói rồi lót nấu hạ vị chia toàn há ô bà tiền bật to bị ca bàn khơi nấu bị phục lộn ní tha quan tài chia ca cất rồi lót này thuê tàng pram tàng của mũi ní anh thuê tổ lẹ bàn nấu xích đây bọc càn lẹ bàn nấu hạ vị chia toàn hạ ô bà tiền ní đại chỉ hai nòm oi miền xích đây tục cho nói ní anh đây chỉ cho nói đây ca bạc định bạc rồi bỏ khang cua xa dương ní cứ phát đau từ lớn cứ khang khăn mình men chỉ rụp hiệp nâu khang cào đôi đèn khang lục ôn lực lang khang hà chôn lực lang tê cứ tàu khơi nâu lâm chỉ khang khăn nông tại mặt đòn chẳng trâu phát đau vì mình nè nắng mau sờ lánh cà bịch để nâu chỉ khang khăn luôn đi sân đôi chỉ buộc nhom ní đôi bàn chìm riệm chẳng tu bay chia dương bị môn máu bạc cao mà cung ấy chân tư đầm bay cà phê Paul bị giáo mà nước nông sản cung chui ở miền cà sọc xài sọp cho bắp mùi ở miền ấy mùi chân tới hay thừa ở bị phục hàng cào quạt bàn khơi cà phê đểនៅខាងក្នុងនេះដូចលោកប្អូនអញ្ចឹងថាមើលឃើញតែរូបភាពខាងក្រៅអញ្ចឹងចុះទៅក៏វាយតម្លៃតែផ្ដាស់ហើយអត់បានមកឃើញថាអ្វីដែលយើងចង់ប្រាប់ហើយដល់ពេលហើយទៅពេលខ្លះយើងចង់ប្រាប់នៅក្នុងអ្វីដែលមេឌៀមួយចំនួនវាប្រាប់បានមកកណាត់ស្ដាប់មិនបាននោះដល់អញ្ចឹងវាយល់ឃើញទៅពិភពផ្សេងអញ្ចឹងហើយដែលដូចលោកប្អូនថាអញ្ចឹងតើមានគុណប្រយោជន៍អីខ្លះមកនេះទាល់តែមកសិក្សាពិសេសគឺមកដកពិសោធន៍ហើយពិសោធន៍នេះទៀតវាមានកម្រិតមានន័យថាបើចិត្តគិតរបស់អ្នកនៅឆ្ងាយពេកមានន័យថាឧបនិស្ស័យឆ្ងាយមិនព្រមដាក់ចុះសូមបីតែមកស្ដាប់ពាក្យពេចន៍ដែលយើងប្រើនេះណាក៏ស្ដាប់អត់បានដែរកុំថាឡើយស្ដាប់នៃសេចក្តីហើយមួយទៀតនាំទៅរកពិភពនៅខាងក្នុងនេះគឺគាត់ចូលអត់បានក៏មានដែរប៉ុន្តែបើសិនជាគាត់គ្រាន់តែទម្លាក់បន្តិចនៅលើគោកតែខ្ញុំសូមសរុបជូនប្រិយមិត្តអ្នកស្ដាប់បន្តិចថាលោកគ្រូបញ្ជាក់មិញមាន3ណោះមាន3ដំណាក់កាលហ្នឹងលោកគ្រូមាន3ចំណុចគឺទី1ស្ងាត់ទី2គឺបើការបានឃើញហើយទី3ការលះអញ្ចឹងស្ងាត់ហ្នឹងគឺស្ងាត់ចលនានៃការកម្រើកចិត្តគិតឬស្ងាត់នៃការប្រតិកម្មចំពោះអារម្មណ៍ផ្សេងៗណោះលោកគ្រូទី2គឺបានឃើញនៅពិភពលោកនេះតាមសេចក្តីពិតគឺជាការកើតរលត់នៃទ្វារទាំង6ហើយទី3គឺលះនៅអវិជ្ជាតណ្ហាឧបាទាននិងកម្មเนาะដែលជាហេតុនាំមកនៅសេចក្តីទុក្ខបាទអរគុណច្រើនលោកគ្រូអញ្ចឹងនៅក្នុងនេះខ្ញុំក៏សូមបញ្ជាក់បន្ថែមដែរថាតើការមកសិក្សាអំពីការពិតដែលនៅក្នុងខ្លួននេះមានអត្ថប្រយោជន៍មានផលអ្វីខ្លះដែលពាក់ព័ន្ធហើយនឹងជូនដល់ខាងអង្គការដែលយកទៅផ្សព្វផ្សាយនឹងផងដល់បងប្អូនមហាជនទូទៅផងគឺដូច្នេះគឺមានន័យថាពេលដែលការសិក្សាមកស៊ីជម្រៅមកឃើញការពិតនៅក្នុងខ្លួននេះដែលដូចជាខាងលោកប្អូនបានបញ្ជាក់នៅក្នុង3ចំណុចនេះគឺអត្ថប្រយោជន៍ដែលសំខាន់ជាងគេនៅក្នុងមនុស្សជាតិរបស់យើងនេះគឺមកលះបង់សេចក្តីទុក្ខនឹងដោយសច្ចភាពបែបណាជាការរំលើងនៅអវិជ្ជាតណ្ហាឧបាទាននិងកម្មហើយតណ្ហាឧបាទាននិងកម្មនេះដែលជាហេតុនេះដែលជាហេតុនាំឲ្យកើតសេចក្តីទុក្ខនេះដូច្នេះបើសិនជាមិនរំលើងនៅអវិជ្ជានៅតណ្ហានៅឧបាទានហើយនឹងកម្មអំពើដែលយើងត្រូវធ្វើបន្តនេះដែលយើងនាំគ្នាថាខ្ញុំត្រូវតែធ្វើនេះរងចាំពេលនេះពេលនោះអីណាអាកម្មដែលយើងធ្វើហ្នឹងវាធ្វើឲ្យយឺតយូរអញ្ចឹងពេលដែលមកកាន់
ការពិតមួយជាក្នុងខ្លួននៅក្នុងខណៈនេះតែម្ដងធ្វើឥឡូវសឹងបានឥឡូវហ្នឹងដែលធ្លាក់ទៅក្នុងជំរៅមួយជ្រៅជ្រៅតាម3សន្តានហ្នឹងវាធ្វើឲ្យលះបានដោយសមុច្ឆេទបានដោយមានគ្រូឬក៏សិស្សណាក៏ដោយដែលមានបទពិសោធន៍ដ៏ស៊ីជម្រៅនេះមកចង្អុលបង្ហាញបន្ថែមហើយអ្នកដែលមកសិក្សាហ្នឹងគឺសម័យមួយទេមិនមែនគ្រូហ្នឹងទាញស្រាប់តែទាញមានមុនអាគមអីទាញឲ្យចូលទាល់តែហ្នឹងទេគឺថាទាល់តែដាក់ចិត្តដាក់កាយដាក់សេចក្តីគោរពដាក់សេចក្តីប្រកាន់ដាក់អីមកសិនចិត្តហ្នឹងព្រមដាក់មកសិនមកសិក្សាអំពីលោកអ្នកដែលមានបទពិសោធន៍បន្តទៀតលោកគ្រូខ្ញុំចង់សួរបន្តិចបកទៅខាងដើមលំអិតតិចណាលោកគ្រូតកតងទៅនឹងលោកគ្រូរបស់លោកគ្រូសក្ខីភគវ័នហ្នឹងគាត់មានមជ្ឈដ្ឋានខ្លះគេអាចយល់ថាឬក៏មហាជនខ្លះគាត់អាចយល់ថាគាត់នឹងរៀនពីខាងលោកគ្រូអូឈូលោកគ្រូមានការបកស្រាយយ៉ាងម៉េចដែរការពិតទៅខ្ញុំក៏ឃើញចំណុចនេះដែរហើយខ្ញុំមកសិក្សាដំបូងនេះគឺតាមរយៈសិស្សច្បងរបស់ខ្ញុំដែលធ្លាប់នៅវត្តជាមួយគ្នាហើយគាត់ធ្វើការនៅខាងក្រសួងហិរញ្ញវត្ថុទៅហើយក៏លែងតាក់ទងគ្នារាប់ឆ្នាំថ្ងៃមួយក៏បានជួបដល់ខ្ញុំជួបលោកគ្រូសក្ខីភគវ័នហ្នឹងខ្ញុំឃើញដូចមហាជនដែរខ្ញុំដំបូងខ្ញុំគ្មានទៅជឿជាក់ស្អីទេហើយមកពុកមាត់សមោមហើយមានពាក់មួកខោចៅអីអាវរបៀបសង់ត្រេអីផងតាចំហើយមិនអញ្ចឹងហើយអញ្ចឹងការពិតនេះជារូបភាពនៅខាងក្រៅនៅមហាជនខាងក្រៅខ្ញុំជឿថាដូចខ្ញុំអញ្ចឹងហើយសួរសិស្សច្បងសិស្សប្អូនដតីមកដល់ហ្នឹងគឺថាវាខុសប្លែកវាឃើញអាសកម្មឃើញរូបរាងហ្នឹងខុសហើយស្ដាប់ធម៌ទៅស៊ីជម្រៅប៉ុន្តែរូបភាពហ្នឹងវាខុសគ្នាដូចមេឃដីអញ្ចឹងណាអញ្ចឹងហើយបានជាខ្ញុំនេះគ្រាន់តែនិយាយឲ្យចំខ្ញុំនិយាយខាងក្រៅបន្ថែមបន្តិចណាគាត់ថាគុំចេះតែអត់ដឹងខ្លឹមរបស់ខ្នោឃើញអាបាឡាខ្នោបាឡារបស់ធូរ៉េនអីវាតម្លៃពីដំបូងមកសិក្សាយូរទៅបានដឹងថាតើសេចក្តីស្រឡាញ់ដែលមាននៅក្នុងខ្លួនលោកគ្រូហើយនឹងសេចក្តីមកដាស់នៅសេចក្តីស្រឡាញ់ដែលមានក្នុងខ្លួនសិស្សហ្នឹងមានកម្រិតណាអញ្ចឹងចំណុចនេះឯងដែលដូចសំណួរលោកប្អូនខាងដើមអញ្ចឹងថាគេបិទសមាគមហើយគេអីហើយមីគូសិស្សនឹងនៅតែមកពេញហើយនៅតែមករៀនហើយលោកគ្រូចូលទៅក្នុងព្រៃលោកគ្រូអញ្ជើញទៅអីព្រៃភ្នំក្រំថ្មឯណាដើมឈើឯណាក៏សិស្សតាមទៅទាំងអស់រហូតដល់លោកគ្រូធ្វើជាការសិស្សទៅតាមដល់ជាការទៀតអញ្ចឹងការសិក្សានេះគឺថាมันមានរើសទីកន្លែងទេហើយទោះបីជាលោកគ្រូអញ្ជើញមកភ្នំពេញហ្នឹងមានសិស្សផ្ទះខ្លះហ្នឹងណាត់គ្នាទៅជួបការសិក្សានេះគឺអត់រើសទីកន្លែងអត់រើសអីទេហើយអ្វីដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនទស្សនិកជនបងប្អូនទាំងអស់ហ្នឹងគឺថាអញ្ចេះខ្ញុំគ្រាន់តែសុំមិនមែនជាការបកស្រាយលៀងឲ្យគ្រូឬក៏ឲ្យអីទេខ្ញុំគ្រាន់តែបង្ហាញនៅសភាពពិតនៃចិត្តខ្ញុំដែលធ្លាប់មានដូចបងប្អូនអញ្ចឹងហើយនឹងការពិតមួយចំនួនដែលខ្ញុំបានដឹងពីលោកគ្រូរបស់ខ្ញុំហ្នឹងគឺថាអ្នកណាក៏ដោយក៏ថាលោកគ្រូខ្ញុំហ្នឹងដូចអូโซហើយពាក្យអូโซនេះការពិតទៅសំដៅដល់គ្រូម្នាក់នៅខាងឥណ្ឌាហើយក៏ធ្លាប់បានទៅបើកមជ្ឈមណ្ឌលនៅអាមេរិកហើយក្រោយមកអ្នកខាងអាមេរិកនឹងថាគាត់ប្រព្រឹត្តអីមិនល្អអីមាននៅក្នុងមជ្ឈដ្ឋានគាត់មានគ្រឿងញៀនអីស្តេឡាមានអ្នកណានាំអីហើយរហូតទៅដល់ខាងសិស្សរបស់គាត់នឹងដែលជាសញ្ជាតិជនជាតិផ្សេងណាមិនមែនជាសញ្ជាតិរបស់ឥណ្ឌាហ្នឹងព្រោះនៅឥណ្ឌាហ្នឹងគឺធម្មតាគេកាន់ប្រពៃតឹងតែងប៉ុន្តែប្រពៃណីនៅខាងអឺរ៉ុបនៅខាងអីគេធូររលុងមានកន្លែងខ្លះគឺថានៅស្រុកគេសឹងតែស្រាតដើរផងហ្នឹងមានកន្លែងគេស្រាតដែរហ្នឹងហើយមានកន្លែងខ្លះក៏មានកន្លែងរាំមានកន្លែងច្រៀងមានកន្លែងផឹកហើយទាំងអស់នេះឯងដែលលោកគ្រូខ្ញុំអត់ដូចទេ
ប៉ុន្តែខ្ញុំចង់និយាយអំពីឧបាយអញ្ចឹងឧបាយរបស់លោកគ្រូសក្ខីភគវ័នគឺខុសពីឧបាយរបស់ឧសូរទាំងទេសនៈទាំងខ្លឹមសារហើយនឹងឫសគល់គឺខុសគ្នាលោកគ្រូសក្ខីភគវ័នពិតមែនតែលោកតែងខ្លួនតាមសភាពធម្មតារបស់លោកដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកហ្នឹងហើយអញ្ចឹងគឺទម្លាប់របស់លោកអញ្ចឹងគឺថាមិនមែនជាការមកខំធ្វើកាយធ្វើអីហ្នឹងឲ្យលោកសង្កត់ធ្ងន់ជាងគេទៅលើសភាពគុណជាតិខាងក្នុងអញ្ចឹងហើយបានជាលោកមានឧបាយផ្សេងហើយនៅក្នុងឧបាយដើម្បីឈានទៅដល់ចំណុចដែលខ្ញុំបានជម្រាបលោកប្អូន3ហ្នឹងការពិតមុននឹងមានឧបាយច្រើនណាស់ឧបាយច្រើនមែនតែនតលតែមកសិក្សានៅទីនេះទៅលោកប្រើឧបាយតាមឧបនិស្ស័យដែលសិស្សនឹងអាចទទួលបានជួនកាលក៏ត្រូវបំពាត់ខ្លះក៏មានដែរចំណុចមួយទៀតនៅក្នុងសំណាក់លោកគ្រូខ្ញុំលោកគ្រូសក្ខីភគវ័ននេះគឺមានវិន័យតឹងតែងនិងថ្លៃថ្នូរណាស់ពីព្រោះវិន័យនេះឯងដែលនាំមកនៅឲ្យចិត្តគិតហ្នឹងមានដែនសីមាអញ្ចឹងលោកមិនអនុញ្ញាតឲ្យសិស្សនឹងបន្ទាបខ្លួនទៅប្រព្រឹត្តនៅអំពើណាដែលនាំឲ្យកើតសេចក្តីសៅមងនោះទេហើយនឹងបៀតបៀនដល់អ្នកដទៃបៀតបៀនដល់ព្រហ្មចរិយធម៌របស់ខ្លួនឯងឡើយនេះជាគោលការណ៍ជាវិន័យជាការដឹកនាំរបស់លោកគ្រូសក្ខីភគវ័នរបស់ខ្ញុំបាទលោកគ្រូអរគុណច្រើនលោកគ្រូថាមានអ្នកនៅដើរតាមគាត់មករៀនជាមួយគាត់ចឹងណាអានេះជា personal ជា perspective របស់ខ្ញុំណាលោកគ្រូក្រែងលោជា emotional របស់ពួកគាត់ឬក៏ថាជា brain wash អញ្ចឹងណាលោកគ្រូ brain wash ខ្ញុំចង់បានន័យថាពង្វក់ខួរក្បាលណាលោកគ្រូព្រោះមនុស្សយើងពេលខ្លះទៅអាស្ថានភាពបញ្ញាឯគាត់ខ្សោយត្រូវរងការពង្វក់នឹងងាយអញ្ចឹងណាលោកគ្រូតែលោកគ្រូមានការបកស្រាយយ៉ាងម៉េចលោកគ្រូយល់ច្រើនពីលោកគ្រូសក្ខីភគវ័នហ្នឹងលោកគ្រូបាទសូមអរគុណការពិតសំណួរនេះគឺល្អមែនតែនពីព្រោះអីនៅក្នុងលទ្ធិសាសនាជិះអត់រួចទេពីមโนគមវិជ្ជាជិះអត់រួចទេពីការដែលធ្វើឲ្យចិត្តគិតរបស់អ្នកហ្នឹងគឺថាខ្វាក់ហើយទទួលតាមដោយអត់មានសម្បញ្ញញ្ញៈនៅកម្រិតរបស់ខាងលោកគ្រូសក្ខីភគវ័នគឺទៅហួសពីនឹងទៅទៀតនៅកម្រិតនៃចិត្តគិតរបស់មនុស្សដែលអត់ទាន់បានចូលជ្រៅទៅក្នុងវិស័យនេះដោយដែលខ្ញុំបានបញ្ជាក់ថាវាមានលំដាប់មានកម្រិតសេចក្តីជំរឿដោយពាក្យជំរឿដោយអត្ថសេចក្តីជំរឿដោយបទពិសោធន៍នេះពិសេសជំរឿដោយបទពិសោធន៍នេះហើយដូចខ្ញុំជម្រាបអញ្ចឹងលោកគ្រូសក្ខីភគវ័នគឺថាលោកមានគ្រប់គ្រាន់ហើយលែងត្រូវការអីពីខាងយើងហើយមានតែការផ្ដល់ឲ្យលែងទៀមទាពីព្រោះកម្រិតនោះជាកម្រិតមួយដែលទៅហួសនិយាយឲ្យចំថាទៅហួសមនុស្សប៉ុន្តែបើមើលអំពីមនុស្សមើលតែរូបភាពខាងក្រៅឃើញដូចដែលយើងគិតថាជាមโนគមវិជ្ជាដូចជាពួកខ្ញុំតើខ្ញុំនេះសិស្សទាំងអស់នេះតើឆ្លងកាត់ប្រមាណជុំហើយទំមបានជួបលោកគ្រូហ្នឹងគឺថាច្រើនជុំណាស់សឹងតែទៅគ្រប់មជ្ឈដ្ឋានអស់ហើយសង្ការសិក្សានៅក្នុងសង្គមការសិក្សាសាកលវិទ្យាល័យការសិក្សាអីផ្សេងគឺយើងចូលហើយប៉ុន្តែនៅមហាវិទ្យាល័យឧត្តមមហាវិទ្យាល័យមួយទៀតគឺការចូលទៅក្នុងជំរឿនៃបទពិសោធន៍ដ៏ជ្រៅអញ្ចឹងហេតុអីបានជាខ្ញុំនេះបែបនេះវាចេញអំពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយសិស្សច្បងសិស្សប្អូនផ្ទាល់ទោះបីជាសុំបញ្ជាក់អញ្ចឹងថាទោះបីជាយកខ្សែចងដបងវាយម៉ាស៊ីនកាត់កោអីក៏ខ្ញុំនៅទៅតាមលោកគ្រូខ្ញុំទេពីព្រោះតម្លៃគឺជាការពិតពួកខ្ញុំឲ្យតម្លៃទៅលើការពិតតែមួយមុខគត់ប៉ុន្តែសួរថាខ្ញុំបោះបង់លោកនេះចោលទេខ្ញុំបោះបង់ការគិតទេខ្ញុំបោះបង់របររស់ស៊ីខ្ញុំបោះបង់ជាភាពជាអ្នកធ្វើការជាអ្នកជួយសង្គមពួកខ្ញុំទាំងអស់គឺថាលះបង់ជីវិតខ្លួនឯងជួយសង្គមជួយប្រទេសជួយពិភពលោកនេះដែលផ្ដល់កំណើតឲ្យខ្ញុំនេះ
អញ្ចឹងសេចក្តីព្រួយបារម្ភដែលពាក់ព័ន្ធថាតើលោកគ្រូសក្តិភគវ័នលោកមនោគមវិជ្ជាពង្វក់ស្មារតីអីនោះគឺថាมันមានដូចការគិតទេចង់ដឹងទាល់តែដាក់ចិត្តដាក់កាយមកពិសោធន៍ឲ្យឃើញការពិតប៉ុន្តែប្រយ័ត្នផ្ដាំណាថាបានឃើញការពិតហើយប្រយ័ត្នរត់អត់រួចដូចខ្ញុំនឹងនៅជាប់ជាមួយនឹងការពិតស្រឡាញ់ការពិតហើយពេលហ្នឹងហើយដែលបានដឹងថាតើតម្លៃលះបង់របស់គ្រូមានតម្លៃប៉ុន្មានសុខចិត្តយកពេលវេលាផ្ទាល់ខ្លួនហើយហេតុអីបានលោកសុខចិត្តទម្លាក់ខ្លួនទម្លាក់ភាសាហ្នឹងមកនៅត្រឹមតែភាសារបស់មនុស្សហើយមកជួយមនុស្សហើយមកឲ្យគេជេរនៅក្នុងបណ្ដាញសង្គមយ៉ាងច្រើននេះឯងដែលខ្ញុំគ្រាន់តែចង់បញ្ជាក់ខ្ញុំមិនមែនការពារគ្រូខ្ញុំទេបាទប៉ុន្តែខ្ញុំចង់បង្ហាញថាអ្វីដែលនៅខាងក្នុងហើយអ្វីដែលជាការពិតពួកខ្ញុំការពារតែការពិតមួយមុខគាត់ខ្ញុំស្រឡាញ់តែការពិតមួយមុខគាត់ជាសច្ចធម៌ពិតប្រកបបាទហើយខ្ញុំក៏សូមខន្តីអភ័យទោសដល់សំណាក់លោកគ្រូសក្តិភគវ័នផងដែរដែលពាក្យសម្ដីខ្លះប្រើទៅគឺថាប្រើភាពជាមនុស្សអញ្ចឹងអាចខុសឆ្គងមួយចំនួនហើយក៏សូមអភ័យទោសអំពីបងប្អូនសិស្សរួមគ្រូទាំងអស់ដែលខ្ញុំមកសម្ភាសនេះពាក្យខ្លះក៏វាមិនបានព្រោះពិសាហើយរលកសំឡេងឡើងចុះអីហ្នឹងគឺថាវាមានខុសហើយមួយទៀតខ្ញុំសូមគោរពថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គបើសិនជាខ្ញុំកណាមានខុសឆ្គងអីយ៉ាងណាសូមលោកខន្តីអភ័យទោសពិសេសថ្នាក់ដឹកនាំសង្ឃទាំងអស់សូមថ្វាយពពរដល់បកូនណាជាអង្គម្ចាស់តម្កល់លើត្បូងសូមអរគុណដល់ប្រមុខរដ្ឋាភិបាលដល់សម្ដេចប្រធានព្រឹទ្ធសភាដល់អស់លោកមន្ត្រីរាជការទាំងអស់ពិសេសគឺក្រសួងធម្មការដែលជាក្រសួងសម័យហើយនឹងអរគុណដល់អង្គការផងដែរហើយមេត្តាខន្តីអភ័យទោសហើយបងប្អូនជនរួមជាតិអីទាំងអស់សូមខន្តីអភ័យទោសផងបើពាក្យសម្ដីមួយចំនួនហ្នឹងដែលមិនត្រូវចិត្តមិនត្រូវនិស្ស័យហ្នឹងសូមខន្តីអភ័យទោសផងបាទហើយសូមអរគុណបាទអរគុណច្រើន